bạnជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមមកបង្ហាញតកតងនឹងការសាក់យ័ន្តនៅសមាគមអភិរក្សសាក់យ័ន្តនៅកម្ពុជាទីតាំងទីស្នាក់ការរបស់សមាគមយើងគឺនៅចិត្តរូបសំណាកលោកតាដំបងកញ្ញូងបើបងប្អូនធ្វើដំណើរពីរូបសំណាកនឹងមកគឺយើងមកខាងធនាគារអេស៊ីលីដាបន្ទាប់មកបងប្អូនជិះហួសនឹងប្រហែលជា300ម៉ែត្រទីតាំងយើងនៅខាងឆ្វេងដៃបងប្អូននៅចិត្តស្តុបបរិយរំជ័យនឹងតែម្ដងហើយសម្រាប់ការសាក់បើបងប្អូនចង់មកយកយ័ន្តឬក៏យកជាអីផ្សេងបងប្អូនអាចអញ្ជើញយកបានអត់មានអស់ជាប្រាក់ថវិកាអីទេឬក៏បងប្អូនចង់មកសាកសួរព័ត៌មានការសាក់នឹងផ្ទាល់ក៏បានដែរអត់អីទេអញ្ចឹងបងប្អូនហើយសម្រាប់ការសាក់ហ្នឹងបើយ័ន្តតូចបាទយ័ន្តតូចហ្នឹងគឺតាមសទ្ធាมันមានគិតបច្ច័យថវិកាអីទេតែបើប្រភេទយ័ន្តជាលក្ខណៈរូបហនុមានឬក៏យ័ន្តខ្លាបាទយ័ន្តយ័ន្តកង្កោកយ័ន្តសារិកាអីផ្សេងអាហ្នឹងមានតម្លៃបងប្អូនតែអត់ថ្លៃទេបងប្អូនតម្លៃសមរម្យទេហើយបើបងប្អូនចង់ដឹងអាចអញ្ជើញមកផ្ទាល់បានណាបងប្អូនហើយបើយើងសាក់បងប្អូនរៀបផ្លែឈើមួយជើងពៀនមានទឹកអប់មានអីចឹងទៅដាក់ថ្វាយអាសនៈទៅអាហ្នឹងយើងឲ្យជាងសាក់គាត់សាក់ជូនបងប្អូនបានដែរបាទជាងសាក់ហ្នឹងគឺបងប្អូនលោកគាត់បានរៀនពីលោកបានច្រើនអញ្ចឹងហើយបើលោកគ្រូនៅក៏លោកគ្រូគាត់ជួយសាក់ឲ្យបងប្អូនបានដែរយ័ន្តទូចអីយ័ន្ត5ជួរយ័ន្តពុទ្ធគុណអីចឹងហ្នឹងលោកគ្រូអាចសាក់បានបើលោកគ្រូគាត់នៅបងប្អូនហើយលោកគ្រូគាត់ជាប់រវល់អីចឹងហ្នឹងអាចសាក់ជាមួយបងប្អូនលោកគ្រូផ្ទាល់បានតែការដាស់ប្រសិទ្ធិអីអាហ្នឹងបងប្អូនអាចជួបជាមួយនឹងលោកគ្រូបានបងប្អូនយ័ន្តហនុមានគេខាងរដ្ឋអំណាចបងប្អូនបាទខាងរដ្ឋអំណាចហើយបើយើងជាអ្នកធ្វើការអីចឹងគឺតំណាងឲ្យភាពរវិះរវៃបាទលឿនលះចឹងណាបងប្អូនភាពបាទហើយយ័ន្តខ្លានេះតំណាងឲ្យរដ្ឋអំណាចបងប្អូនខាងរដ្ឋអំណាចយ័ន្តខ្លានេះគេភាគច្រើនយ័ន្តគេមានទីតាំងសាក់បងប្អូនដូចយ័ន្តខ្លាយើងអាចសាក់នឹងស្មាយើងក៏បាននឹងខ្នងក៏បានអញ្ចឹងបងប្អូនមានទីតាំងឯសាក់តែយ័ន្តមិនចេះយើងសាក់ទេយ័ន្តកង្កោកខាងមហានិយមមេត្តាមហានិយមបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូន